ជាទូទៅបញ្ហាគ្រោះអគ្គិភ័យបង្កឡើងដោយចរន្តអគ្គិសនីជាកត្តាចម្បងបណ្ដាលមកពីកត្តាដូចជាការប្រើប្រាស់លើចំណុះ overload ការឆ្លងស៊ីគ្វីដែលហៅថា short circuit ការលេចទ្រាយចល័តនិងការប្រើប្រាស់ទំហំខ្សែកាបមិនត្រឹមត្រូវមួយវិញទៀតយោងតាមច្បាប់ Joule P = E * R កាលណាដងសតេ E កើនឡើងកម្ដៅក៏កើនឡើងដែរកាន់តែខ្លាំងជាលំដាប់ប្រសិនបើខ្សែកាបតូចពេកធៀបនឹងចរន្តវានឹងបង្កើតរបាំងរារាំង resistance ធ្វើឲ្យខ្សែកាបឡើងកម្ដៅខ្លាំងរលាយបន្ទាប់អ៊ីសូឡង់និងបង្កជាអគ្គិភ័យឆាបឆេះហេតុដូច្នេះហើយទើបយើងមានដំណោះស្រាយគឺការប្រើឧបករណ៍ការពារស៊ីគ្វីរួមមាន MCB គឺជាការការពារលើសចំណុះនិងឆ្លងស៊ីគ្វីសម្រាប់លំនៅឋានឬអគារពាណិជ្ជកម្មតូចៗដែលកំណត់ពី 0.5 អាំពែរហូតដល់125 អាំពែចំណែកឯមួយទៀតគឺ MCCB ជាប្រភេទធន់ធ្ងន់ប្រើប្រាស់សម្រាប់ក្នុងវិស័យឧស្សាហកម្មដែលអាចកំណត់កម្រិតផ្ដាច់ចរន្តបានរហូតដល់ 2500 អាំពែទី3នោះគឺ RCCB ចាប់សញ្ញាចរន្តលេចធ្លាយតូចៗជាទូទៅ30 មីលីអាំពែដើម្បីការពារមនុស្សពីការឆក់ប៉ុន្តែវាមិនអាចការពារការលើសចំណុះបានទេទី4នោះគឺ RCBO ជាឧបករណ៍ពីរក្នុងពេលតែមួយរួមបញ្ចូលទាំង MCB និង RCCB ការពារមនុស្សនិងប្រព័ន្ធអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាពជាចុងក្រោយនោះគឺ The Coordination Rule ការរៀបចំប្រព័ន្ធនៃសុវត្ថិភាពត្រូវផ្អែកលើសមីការស្តង់ដារអន្តរជាតិ EB តូចជាងឬស្មើ EN តូចជាងឬស្មើ EZ ចរន្តដែលប្រើប្រាស់ជាក់ស្ដែង EB មិនត្រូវលើសពីកម្រិតផ្ដាច់របស់ EN ហើយកម្រិតរបស់ EN ក៏មិនត្រូវលើសពីចរន្តអតិបរមាដែលខ្សែកាបអាចទ្រាំទ្របានដែរ EZ ត្រូវតែជាចំណុចខ្សោយបំផុតដែលត្រូវដាច់មុនពេលខ្សែកាបឡើងកម្ដៅ